គឺមានហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរវាងម៉ូតូយ៉ាម៉ាហាអឹមស្លាស់មួយគ្រឿងបានបុកគ្នាជាមួយនឹងរថយន្តប្រភេទ Mazda 3 Mazda 2ពេញរថយន្តមកទៅហឹងធ្វើឲ្យអ្នកបើកបរម៉ូតូហ្នឹងគឺបាទរងរបួសហើយម្ចាស់ឡានក៏ប្រាប់ថាគាត់បើកឆ្លងស្តុបបាទបើកឆ្លងស្តុបមកបុកចំគាត់បុកចំកន្លែងដែលតកងឡានរបស់គាត់ហ្នឹងបាទធ្វើឲ្យកន្លែងទ្វារនេះពេញមកទៅហឹងម្ចាស់ម៉ូតូវិញគឺរងរបួសធ្ងន់ធ្ងរខ្លាំងមែនទែនហើយក៏ប្រាប់ថាគាត់ម្ចាស់រថយន្ត Mazda នេះគាត់ប្រាប់ថាគាត់បើកភ្លើងស្តុបពណ៌ខៀវទិសដៅរបស់គាត់បាទតាមបណ្ដោយផ្លូវ118ក្នុងទិសដៅពីកើតមកលិចមកដល់ចំណុចស្តុបពេទ្យអង្គឌួងហ្នឹងក៏ម៉ូតូបាទម៉ូតូយ៉ាម៉ាហាអឹមស្លាស់ហ្នឹងគឺមកពីតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅរបស់គាត់ពីត្បូងទៅជើងមកដល់ចំណុចស្តុបបំបែកជា4ហ្នឹងបុកពេញមកទំហឹងចំពាក់កណ្ដាលរថយន្តធ្វើឲ្យម្ចាស់ម៉ូតូហ្នឹងគឺរងរបួសយ៉ាងធ្ងរបងមកពីណាវិញបងចុះម៉ូតូគាត់មកពីនោះលឿនទេបាទបងបើកលឿនក៏គាត់បើកលឿនភ្លើងបងខ្ញុំភ្លើងខៀវភ្លើងរបស់បងភ្លើងខៀវបាទអញ្ចឹងមិនថាគាត់បំពេញស្តុបឬក៏យ៉ាងណាបាទបើច្បាស់អត់ទេបងទៅបាទបងមើលឃើញថាភ្លើងរបស់បងគឺភ្លើងខៀវនេះគឺជាម៉ូតូយ៉ាម៉ាហាអឹមស្លាស់មួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 1XY 06 បាទ33បាទធ្វើដំណើរតាមបណ្ដោយព្រះនរោត្តមក្នុងទិសដៅរបស់គាត់ពីត្បូងទៅជើងមកដល់ចំណុចស្តុបបំបែកជា4ទៅហៅស្តុបពេទ្យព្រះអង្គឌួងហ្នឹងក៏បានបុកពេញមកទំហឹងធ្វើឲ្យម្ចាស់ម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរហើយយើងអត់ទាន់ដឹងថាម្ចាស់ម៉ូតូអ្នកបើកបរម៉ូតូខុសឬក៏ម្ចាស់រថយន្តខុសទេបាទអញ្ចឹងទួលនីតិនេះត្រូវការតែសមត្ថកិច្ចជំនាញលោកធ្វើការវាស់វែងយកទៅរក្សាទុកបាទបណ្ដោះអាសន្នសិនដើម្បីធ្វើការដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់